ឆ្វេងយល់ពីកោះ Greenland ដែលអាមេរិកតាមចូលចាយជើមិនឈប់តាំងពីឆ្នាំ1867ក្រោយការចូលចាយជើបរាជ័យជាបន្តបន្ទាប់សហរដ្ឋអាមេរិកមិនបានបោះបង់គំនិតចង់បានកោះ Greenland នោះឡើយជាក់ស្ដែងនៅសម័យកាលថ្មីនេះសូម្បីតែលោក Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិកក៏តែងតែដាក់សំណើទិញកោះនេះពេលលោកកាន់តំណែងទាំងសំណើនៅឆ្នាំ2019និងឆ្នាំ2025ខណៈដែលសហរដ្ឋអាមេរិកក៏ធ្លាប់ដាក់សំណើទិញកោះស្វយ័តរបស់ប្រទេសដាណឺម៉ាកជាលើកដំបូងនៅក្នុងឆ្នាំ1867ផងដែរតើកោះនេះនៅឯណា Greenland ដែលជាកោះដ៏ធំបំផុតនៅលើលោកនេះតែមិនមែនជាទ្វីបនោះទេស្ថិតនៅតំបន់អាតិកវាក៏ជាទឹកដីដែលមានប្រជាជនតិចបំផុតផងដែរមនុស្សប្រហែលជា 56,000 នាក់រស់នៅទីនោះភាគច្រើនជាជនជាតិដើមភាគតិច Inuit ដែនដីនេះប្រហែលជា 80% គ្របដណ្ដប់ដោយទឹកកកមានន័យថាប្រជាជនភាគច្រើនរស់នៅឆ្នេរភាគនិរតីជុំវិញនៃរដ្ឋធានីនូបដែនដីស្វយ័តនៃប្រទេសដាណឺម៉ាកមួយនេះក៏ជាជំរកនៃជនជាតិដាណឺម៉ាកនិងជាទីតាំងមូលដ្ឋានទ័ពអាមេរិកផងដែរសេដ្ឋកិច្ចរបស់ Greenland គឺផ្អែកបំផុតលើការនេសាទការឧបត្ថម្ភទុនធំបំផុតរបស់រដ្ឋាភិបាលដាណឺម៉ាកមានចំនួនប្រហែលជា1/5នៃប្រាក់ចំណូលរបស់ខ្លួនប៉ុន្មានឆ្នាំនេះមានការចាប់អារម្មណ៍ខ្លាំងលើធនធានធម្មជាតិនៃកោះ Greenland រួមមានទាំងការយករ៉ែកម្រអ៊ុយរ៉ាញ៉ូមនិងដែកបញ្ហានេះវានឹងបណ្ដាលឲ្យឈានទៅដល់ការកើនឡើងកម្ដៅផែនដីដោយទឹកកកដែលគ្របដណ្ដប់លើកោះនេះត្រូវរលាយតើកោះនេះមានស្ថានភាពយ៉ាងណាមានទីតាំងស្ថិតនៅតាមភូមិសាស្ត្រនៅក្នុងតំបន់អាមេរិកខាងជើងGreenland ត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកដោយមានចម្ងាយជិត 3,000 គីឡូម៉ែត្រនិងប្រហែលជា300ឆ្នាំកោះនេះត្រូវបានប្រគល់គ្រប់គ្រងជាអាណានិគមរហូតដល់ពាក់កណ្ដាលសតវត្សទី20នៅឆ្នាំ1953វាត្រូវបានបង្កើតឲ្យក្លាយជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាកហើយប្រជាជន Greenland ក៏ទទួលបានសញ្ជាតិដាណឺម៉ាកនៅឆ្នាំ1979ប្រជាមតិស្ដីពីការគ្រប់គ្រងដែនដីបានផ្ដល់ឲ្យ Greenland នៅសិទ្ធិគ្រប់គ្រងគោលនយោបាយភាគច្រើននៅក្នុងទឹកដីរបស់ខ្លួននិងបានឲ្យដាណឺម៉ាករក្សាការគ្រប់គ្រងលើកិច្ចការបរទេសនិងការការពារហេតុអ្វីបានជាកោះនេះសំខាន់សម្រាប់អាមេរិកសហរដ្ឋអាមេរិកបានរក្សាផលប្រយោជន៍សន្តិសុខនៅ Greenland តាំងពីយូរមកហើយបន្ទាប់ពីរបបណាស៊ីលអាល្លឺម៉ង់បានកាន់កាប់ដែនដីគោករបស់ដាណឺម៉ាកក្នុងអំឡុងសង្គ្រាមលោកលើកទី2សហរដ្ឋអាមេរិកបានលុកលុយ Greenland ដោយបង្កើតទីតាំងយោធានិងស្ថានីយវិទ្យុនៅទូទាំងដែនដីនេះបន្ទាប់ពីសង្គ្រាមកងកម្លាំងអាមេរិកនៅតែស្ថិតនៅក្នុង Greenland ដដែលមូលដ្ឋានអវកាស Pitofit Space Base ដែលពីមុនត្រូវបានគេស្គាល់ថាជាមូលដ្ឋានអាកាសTop Air Base ត្រូវបានដំណើរការដោយសហរដ្ឋអាមេរិកតាំងពីពេលនោះមកនៅឆ្នាំ1951កិច្ចព្រមព្រៀងការពារជាតិជាមួយនឹងប្រទេសដាណឺម៉ាកបានផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅតួនាទីយ៉ាងសំខាន់ក្នុងការការពារទឹកដីរួមទាំងសិទ្ធិក្នុងការកសាងនិងរក្សាមូលដ្ឋានទ័ពលោក Marcos Bosen អសាស្ត្រាចារ្យរងនៅមហាវិទ្យាល័យការពារជាតិដាណឺម៉ាកបាននិយាយថាប្រសិនបើរុស្ស៊ីត្រូវបាញ់មីស៊ីលទៅកាន់សហរដ្ឋអាមេរិកខ្លីបំផុតសម្រាប់អាវុធនុយក្លេអ៊ែរនិងឆ្លងកាត់ប៉ូលខាងជើងនិង Greenland នោះហើយជាមូលហេតុដែលមូលដ្ឋានអវកាស Pitofit មានសារៈសំខាន់យ៉ាងធំធេងក្នុងការការពារសហរដ្ឋអាមេរិកចិននិងរុស្ស៊ីបានកសាងសមត្ថភាពយោធានៅតំបន់អាតិកនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះបើយោងតាមកាសែតរបស់វិទ្យាស្ថានអាតិកកាសែតនេះបានអំពាវនាវសហរដ្ឋអាមេរិកអភិវឌ្ឍវត្តមានរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាតិកដើម្បីទប់ទល់ទៅនឹងគូប្រជែងរបស់ខ្លួនកាលពីខែមករាឆ្នាំ2025រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Landlokis Rasmussen បាននិយាយថាដាណឺម៉ាកបានបើកចំហចំពោះការពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិកដោយបន្ថែមថាទីក្រុង Washington មានផលប្រយោជន៍ស្របច្បាប់នៅក្នុងតំបន់តើសហរដ្ឋអាមេរិកចង់គ្រប់គ្រង Greenland ទាំងស្រុងដែរឬទេ
ក្នុងអំឡុងពេលសន្និសីទទៅកាន់សភានៅដើមឆ្នាំ2025លោកត្រាំបាននិយាយថាការគ្រប់គ្រងលើ Greenland គឺចាំបាច់សម្រាប់សន្តិសុខនិងអន្តរជាតិលោកបានបន្តថាគាត់បានគាំទ្រយ៉ាងខ្លាំងដល់សិទ្ធិប្រជាជន Greenland ក្នុងការកំណត់អនាគតរបស់ពួកគេផ្ទាល់លោកបានបន្ថែមថាប្រសិនបើអ្នកជ្រើសរើសយើងនោះយើងស្វាគមន៍ទៅកាន់សហរដ្ឋអាមេរិកទោះបីជាវោហារសាស្ត្ររបស់លោកប្រធានាធិបតីហាក់មិនដូចជាមិនធម្មតាក៏ដោយប៉ុន្តែការព្យាយាមរបស់ប្រធានាធិបតីរូបនេះដើម្បីទទួលបានការគ្រប់គ្រងលើ Greenland កើតមានអស់រយៈពេលជាងមួយសតវត្សរ៍មកហើយលោក Luvaden អ្នកនិពន្ធ Notes ដែលជាប្រព្រឹត្តបទព័ត៌មានស្ដីពីសន្តិសុខតំបន់អាร์កទិកបាននិយាយថាសហរដ្ឋអាមេរិកបានព្យាយាម2 ទៅ 3 ដងដើម្បីរុញជនជាតិដាណឺម៉ាកចេញពី Greenland ហើយយកវាមកធ្វើជាផ្នែកមួយនៃសហរដ្ឋអាមេរិកឬយ៉ាងហោចណាស់ដើម្បីឲ្យមានសន្តិសុខពេញលេញនៃ Greenland គួរជម្រាបថានៅក្នុងឆ្នាំ1867បន្ទាប់ពីទិញ Alaska ពីរុស្ស៊ីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក William Wadsworth បានដឹកនាំការចរចាទិញ Greenland ពីប្រទេសដាណឺម៉ាកប៉ុន្តែមិនបានឈានទៅដល់កិច្ចព្រមព្រៀងណាមួយឡើយនៅឆ្នាំ1946សហរដ្ឋអាមេរិកបានដាក់សំណើ$100 លានស្មើទៅនឹង$1.2 ប៊ីលានឥឡូវនេះសម្រាប់ទិញ Greenland ដោយវិនិច្ឆ័យថាវាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិប៉ុន្តែរដ្ឋាភិបាលដាណឺម៉ាកបានបដិសេធលោកត្រាំបានព្យាយាមទិញ Greenland ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់គាត់ទាំងរដ្ឋាភិបាលដាណឺម៉ាកនិងរដ្ឋាភិបាល Greenland បានច្រានចោលសំណើឆ្នាំ2019របស់គាត់ដោយនិយាយថា Greenland មិនមែនសម្រាប់លក់ទេដោយគេបានដឹងហើយថាក្រោយរដ្ឋ Alaska ត្រូវបានរដ្ឋាភិបាលក្រុង Washington ដាក់បញ្ចូលជារដ្ឋទី49នៅក្នុងឆ្នាំ1959ក្រោយទិញពីចក្រភពរុស្ស៊ីកាលពីឆ្នាំ1867នៅក្នុងតម្លៃត្រឹមតែ$7 លានជាងអាមេរិកក៏ដាក់សំណើទិញកោះ Greenland ជាមួយគ្នានេះដែរមុននឹងទិញ Alaska ក៏អាមេរិកបានទិញ Louisiana ពីបារាំងតម្លៃ$10 លានផងដែរសម្រាប់អ្នកជំនាញមើលឃើញថាការប្រកាសរបស់លោកត្រាំនៅពេលថ្មីនេះពាក់ព័ន្ធទៅនឹងការចង់ឆ្វាមយកប្រទេសកាណាដាមកធ្វើជារដ្ឋទី51របស់សហរដ្ឋអាមេរិកក្តីការយក Greenland សម្រាប់គោលដៅសន្តិសុខក្តីការយកមកវិញនៅប្រទេសប៉ាណាម៉ាក្តីការចង់យកតំបន់កាហ្សាពីប្រជាជនប៉ាឡេស្ទីនក្តីហើយចុងក្រោយនេះការប្រើវិធីដំឡើងពន្ធលើទំនិញនាំចូលអាមេរិកពីគ្រប់ប្រទេសដោយគ្មានលើកលែងក្តីនោះបានបញ្ជាក់អំពីការងាកចេញរបស់រាជការត្រាំពីគោលការណ៍ច្បាប់អន្តរជាតិប្រព័ន្ធពហុភាគីនិងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយដែលអាមេរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខីប៉ុន្តែទាំងនេះគឺសម្ដៅសម្រាប់នៅនយោបាយផលប្រយោជន៍អាមេរិកជាចម្បងនិងធ្វើឲ្យអាមេរិកខ្លាំងក្លាឡើងវិញរបស់លោកត្រាំ